រៀបសួរនៅទាំងអស់គ្នាវិលត្រឡប់សាច់រឿងយើងភាគ8និងភាគ9មុនយើងចូលសាច់រឿងអ្នកគ្នាជួយ like និង comment ម្នាក់មួយផងដូចផ្ដល់កម្លាំងចិត្តឲ្យខ្ញុំសម្រាប់រឿងបន្តទៀតចា៎អ្នកគ្នាតោះយើងចូលសាច់រឿងហ្មងតើនៅយើងក៏បានលើសំឡេងកងទ័ពបាននិយាយថាឆាប់ការពារមេបញ្ជាការហានេះគឺជាព្រះម្ចាស់ទី4តើប្រញាប់ចាប់គាត់ទៅពេលនោះអាប៉ែកអាយនឹងក៏បានសួរកូនចៅថាអាយមិនអីទេពេលនោះអាប៉ែកកូនចៅនឹងបាននិយាយថាខ្ញុំមិនអីទេជីវិតខ្ញុំដូចជីវិតមួយចឹងតែប៉ុន្តែខ្ញុំតិចទៀតអាចទៅបានជុកយមរាជហើយពេលនោះអាប៉ែកអាយនឹងបាននិយាយបន្ថែមទៀតថាឥឡូវគាត់បានត្រូវរបួសហើយពេលនោះអាប៉ែកកងទ័ពនឹងបាននិយាយថាលោកបញ្ជាការគាត់នៅទីនោះលោកម្ចាស់យើងប្រញាប់ដេញតាមគាត់ទៅប្រយ័ត្នគាត់រត់បាត់ណាពេលនោះអាប៉ែកអាយនឹងបាននិយាយថាអ្នកកុំចូលមកព្រោះអីវាគឺជាអន្ទាក់របស់គាត់ទេព្រោះអីយើងទៅកាន់តែជ្រៅយើងនឹងវង្វេងទុកឲ្យខ្ញុំទៅម្នាក់ឯងហើយពេលនោះអាប៉ែកកងទ័ពនឹងបាននិយាយថាអញ្ចឹងលោកម្ចាស់ប្រយ័ត្នខ្លួនផងពេលនោះយន្តនូរបស់យើងបាននិយាយថាខ្ញុំមានអារម្មណ៍ថាមានតែអាប៉ែកឯកខ្មៅនេះទេបានដេញតាមខ្ញុំហើយតើអ្វីគាត់សង្ស័យច្រើនយ៉ាងនេះពេលនោះយន្តនូរបស់យើងខំកាត់អន្ទាក់ផងកុំឲ្យអាប៉ែកឯកខ្មៅមកតាមតែអាប៉ែកឯកខ្មៅនឹងកាត់អន្ទាក់ដាច់ពេញនឹងហ្មងពេលនោះអាប៉ែកឯកខ្មៅនឹងបានគិតថាខ្ញុំមានអារម្មណ៍ថាគេមិនមែនជាព្រះអង្គចាស់ទី4ទេព្រះអង្គម្ចាស់ទី4មិនលះលហូនបែបនេះទេគេគឺជាពីណាគេទៅពេលនោះយន្តនូរបស់យើងបាននិយាយថាខ្ញុំមិនអាចគ្រប់គ្រងទៀតបានទេព្រោះឲ្យមករបបខ្ញុំបានឈឺហើយពេលនោះយន្តនូរបស់យើងបាននិយាយបន្ថែមទៀតថាបើខ្ញុំរត់តិចទៀតខ្ញុំនឹងអាចធ្លាក់ជ្រុះពេលនោះអាប៉ែកឯកខ្មៅនឹងបាននិយាយថានេះអូ my god អាប៉ែកឯកខ្មៅនឹងក៏ឃើញយន្តនូយើងភ្លាមគេចង់សុំរាជការយន្តនូតែម្ដងគេបាននិយាយថាយន្តនូនឹងអាយុប្រហែលកើតថ្ងៃណាឆ្នាំណាតើយន្តនូនឹងនៅទីណាពុកម្ដាយមានឈ្មោះអ្វីក៏អត់មានពុកម្ដាយហើយយន្តនូនឹងមានដៃគូជីវិតហើយឬនៅប៉ែកឯកខ្មៅនឹងបាននិយាយបន្ថែមទៀតថាតើខ្ញុំអាចរៀបការជាមួយនឹងអ្នកបានដែរឬទេគៀងមួយទំហឹងមនុស្សចាស់តែម្ដងអ្នកគ្នាពេលនោះយន្តនូរបស់យើងក៏បានលើកសម្ដីអាប៉ែកឯកខ្មៅនឹងហើយយន្តនូក៏បានធាក់មួយជើងធ្លាក់ជ្រុះតែម្ដងអ្នកគ្នាឋានៈប៉ែកឯកខ្មៅនឹងធ្លាក់ពីលើជ្រុះហើយបាននិយាយថាយន្តនូនឹងបានតាក់ទាញចំណាប់អារម្មណ៍គាត់ឃើញយន្តនូភ្លៀងគាត់ធ្លាក់អលងស្នេហ៍លើយន្តនូតែម្ដងគ្នាពេលនោះយន្តនូរបស់យើងបាននិយាយថាបរិសម្នាក់នេះនៅតែឈួតដដែលពេលនោះយន្តនូរបស់យើងបាននិយាយបន្ថែមទៀតថាខ្ញុំបានដោះស្រាយជាមួយនឹងអាប៉ែកឯកខ្មៅហើយកងទ័ពវាក៏ខាតបង់អស់ច្រើនដែរខ្ញុំប្រញាប់ទៅជើងភ្នំដើម្បីជួបនឹងវេយន្តសានហើយខ្ញុំបានព្រួយបារម្ភខ្លាចតែគាត់រត់ចេញកន្លែងផ្សេងខ្ញុំបានប្រកាសឲ្យលើចាំនៅកន្លែងជើងភ្នំរយៈពេល2ម៉ោងមានរឿងហេតុការណ៍អីក៏អ្នកទៅរងចាំនៅខ្ញុំនៅកន្លែងនោះដែរពេលនោះយន្តនូរបស់យើងបាននិយាយថាហេតុអ្វីមានអាប់ខ្មៅបែបនេះតែមានអ្វីកើតឡើងពេលនោះយន្តនូរបស់យើងបាននិយាយថាទីតាំងនេះនៅកន្លែងភូមិផ្កាប៉េះតាភូមិផ្កាប៉េះកើតរឿងអ្វីកើតឡើងទៅតែអាចដែរពួកគេអាចរកភូមិនេះឃើញបើពួកគេកំពុងដុតលំហាញភូមិនេះនៅយន្តនូរបស់យើងបាននិយាយថាអញ្ចឹងខ្ញុំត្រូវតែរត់រាដើម្បីទៅជួបគាត់ខ្លាចគាត់មានរឿងអ្វីកើតឡើងហេតុអ្វីខ្ញុំបានស្រែកហៅរកគាត់ហើយហេតុអ្វីគាត់មិនតបនឹងខ្ញុំអញ្ចឹងតើអាចទេដែលគាត់មិនទាន់ចាកចេញពីភូមិតើអាចទេដែលគាត់មិនទាន់បានចាកចេញពីភូមិអាចគាត់នៅជាប់ក្នុងភូមិតើភ្លើងនេះអាចដុតគាត់ដែរឬទេពេលនោះយន្តនូរបស់យើងបាននិយាយថាបើវេយន្តសានគាត់ស្លាប់ខ្ញុំនឹងថយវេលាថយក្រោយទៀតហើយបើខ្ញុំថយវេលាថយក្រោយតើខ្ញុំអាចទប់ស្កាត់រឿងនេះបានម្ដងទៀតដែរឬទេតើកម្លាំងខ្ញុំអាចថមថយដែរឬទេតែប៉ុន្តែបើគាត់ស្លាប់ខ្ញុំនឹងថយវេលាថយក្រោយលឿនណាស់ខ្ញុំសង្ស័យថាគាត់មិនទាន់ស្លាប់ទេគាត់ជាប់នៅក្នុងភូមិនេះហើយខ្ញុំប្រញាប់ទៅជួយគាត់ឲ្យលឿនពេលនោះយន្តនូរបស់យើងបាននិយាយថាតើគាត់កាត់អ្វីនឹងតើអាចទេដែលគាត់ជាប់របស់អន្ទាក់អ្នកភូមិតើហេតុអ្វីមានរឿងបែបនេះខ្ញុំខំជួយគាត់អស់ពេលសុខភាពហើយតើអ្វីគាត់ជួបរឿងបែបនេះប៉ុន្តែវេយន្តសានយើងអត់បានស្លាប់ទេអ្នកគ្នាពេលនោះយន្តនូយើងខឹងយ៉ាងខ្លាំងវេយន្តសានហេតុអ្វីអ្នកធ្វើរឿងបែបនេះអ្នកចង់ឲ្យខ្ញុំស្លាប់មែនពេលនោះវេយន្តសានបាននិយាយថាអូយឈឺខ្លាំងណាស់ឆាប់លែងវាទៅពេលនោះយន្តនូរបស់យើងបានធូរទ្រង់យ៉ាងខ្លាំង
យ៉ាងហោចណាស់ក៏មិនទាន់បានស្លាប់ទេសូមអ្នកជាស្រ័យអ្នកទាំងអស់គ្នាលើសំឡេងអ្នកជិតខាងអេដមីនគាត់ដាក់ធុងបាសរឿងលើអ្នកគ្នាគាត់ដាក់2ថ្ងៃហើយអញ្ចឹងអេដមីនពេលសម្រាយរឿងតែថ្លង់អ្នកជិតខាងគាត់ដាក់បាសនឹងហ្មងអ្នកគ្នាខ្ញុំចូលសាច់រឿងវិញទៅពេលនោះយន្តនូរបស់យើងបានកកចេញឈាមយ៉ាងច្រើនតែម្ដងអ្នកគ្នាពេលនោះវិញ្ញាណសានរបស់យើងបាននិយាយថាយន្តនូតាឯងកាត់អីហ្នឹងពេលនោះយន្តនូបានឆ្លើយតបវិញថាខ្ញុំមានអារម្មណ៍ថាខ្ញុំអស់កម្លាំងខ្លាំងណាស់ព្រោះខ្ញុំបានប្រយុទ្ធជាមួយនឹងកាយខ្មៅត្រជាក់ពេលនោះសុកក៏បានលោត system មួយបាននិយាយថាអ្នកបានកែសម្រួលដើម្បីជួយអ្នកភូមិឥឡូវអត់ 10% ហើយឥឡូវកំពុងអសរពួកយើងកំពុងតែផ្លាស់ប្ដូរពេលនោះហើយវិញ្ញាណសានបានឆ្កែខ្លាំងតើរឿងនេះគឺជាអ្វីទៅពេលនោះហើយវិញ្ញាណសានយើងបានគិតថាអា system នឹងគឺជាទេពធីតាភ្នំដើម្បីរើសគាត់គឺជាអ្នកស្នងតំណែងចឹងអ្នកគ្នាអួយគេខ្លាំងតែម្ដងពេលនោះហើយវិញ្ញាណសានបានសួរយន្តនូថាតើឯងភ្ញាក់ហើយមែនខាងនៅកន្លែងហ្នឹងមានចង់ដាក់បទចម្រៀង sweet យ៉ាងខ្លាំងតែខ្លាចដាក់អត់ការដាក់ទៅខាងអ្នកគ្នាស្ដាប់អត់បានព្រោះឯនេះមានចិត្តខាងមាននឹងពងដាក់ធុងបាសផងដាក់ទៅលន់តែម្ដងពេលនោះវិញ្ញាណសានបាននិយាយថាមិញឃើញអ្នកក្អួតឈាមហើយអ្នកបានឌូស្លាប់ខ្ញុំមានអារម្មណ៍ថាខ្ញុំបានព្រួយបារម្ភពីអ្នកយ៉ាងខ្លាំងឥឡូវអ្នកមិនហើយលោកគ្រូយន្តនូពេលនោះយន្តនូរបស់យើងបាននិយាយថាវាមិនសូវអីទេវារៀងគាត់បានជាងមុនហើយពេលនោះយន្តនូរបស់យើងបានសួរវិញ្ញាណសានថាតើអ្នកនាំខ្ញុំទីកន្លែងណាហ្នឹងពេលនោះវិញ្ញាណសានយើងបាននិយាយថាខ្ញុំបាននាំអ្នកចាក់ចេញពីភ្នំនេះខ្ញុំមានអារម្មណ៍ថាយើងតាមផ្លូវនេះទៅវាសុវត្ថិភាពជាងកុំឲ្យពួកគេតាមរកយើងឃើញពេលនោះយន្តនូរបស់យើងបានសួរថាតើអ្នកភូមិមានរឿងអ្វីកើតឡើងដែរឬទេនោះហើយវិញ្ញាណសានរបស់យើងបាននិយាយថាខ្ញុំបានភ្ជាប់អ្នកភូមិណាដើម្បីចាក់ចេញទីកន្លែងនេះនោះហើយវិញ្ញាណសានបាននិយាយបន្ថែមទៀតថាខ្ញុំបានធ្វើពិធីនេះខ្ញុំធ្វើដោយទេពធីតាភ្នំចូលសន្ធិដ្ឋខ្ញុំអញ្ចឹងខ្ញុំបានប្រាប់អ្នកភូមិថាចាក់ចេញពីទីនេះទៅប្រយ័ត្នមានគ្រោះថ្នាក់ដល់ជីវិតពេលនោះយន្តនូរបស់យើងថាអ្នកភូមិចេះជឿអ្នកដែរខ្ញុំមានអារម្មណ៍ថាមានតែអ្នកភូមិតិចតួចទេបានជឿរបស់វិធីបោកឆ្កងរបស់អ្នកបែបនេះពេលនោះយន្តនូរបស់យើងបាននិយាយថាអ្នកប្រញាប់ទម្លាក់ខ្ញុំចុះទៅគ្រប់គ្រាន់ហើយខ្ញុំអាចដើរខ្លួនឯងបានសំខាន់ណាស់យន្តនូរបស់យើងបានទិញសក់វិញ្ញាណសានឈឺយ៉ាងខ្លាំងពេលនោះវិញ្ញាណសានបាននិយាយថាសក់ខ្ញុំពេលនោះយន្តនូរបស់យើងបាននិយាយបន្ថែមទៀតថាអ្នកមិនចុះសម្រាកសិនទៅអ្នកមិនខ្លាចហត់ទេពេលនោះវិញ្ញាណសានបាននិយាយថាវាមិនអីទេខ្ញុំអាចអេវអ្នកបានបើអ្នកមានកម្លាំងបើពួកគេតាមទាន់អ្នកនឹងអាចចាប់ការជាមួយនឹងពួកគេបានពេលនោះយន្តនូរបស់យើងបាននិយាយថាហេតុអ្វីខ្នងរបស់គាត់មានភាពកក់ក្ដៅបែបនេះចង់និយាយថាយន្តនូអើយលើខ្នងមានភាពកក់ក្ដៅនឹងព្រោះអីខ្នងស្នេហាពិតអញ្ចឹងណាពេលនោះវិញ្ញាណសានបាននិយាយថាយន្តនូតើយើងចុះពីលើភ្នំហើយយើងទៅណាទៀតពេលនោះយន្តនូរបស់យើងបាននិយាយថាទៅសួយយីមទាំងអស់គ្នាពាក់នឹងគេអានទៅសួយយីមអញ្ចឹងគ្នាខ្ញុំអត់សូវច្បាស់ដែរព្រោះអីអានអត់ដាច់ដែរគ្នាពេលនោះវិញ្ញាណសានបាននិយាយថាអូស្ដាប់ទៅដូចជាកន្លែងលាក់កំបាំងដូចជានៅភូមិផ្កាប៉ែអញ្ចឹងនោះយន្តនូរបស់យើងបានប្រាប់ថាទេវាគឺជាទឹកដីដែលមានជនល្មើសមានធាតុករជាច្រើនដែលគេរស់នៅទីនោះហើយទីនោះក៏គ្មានច្បាប់ការពារដែរឥឡូវសិរឿងដល់ទីបញ្ចប់ដល់គ្នាបាយបាយ